Ba chỉ điệp số bộ ngoại bộ bộ đặc nghĩa bạn thằng đi mà thọt cái lại thuộc cái tọt luôn bao nhóm đại miền ở bóng bộ có thọp tại ở thọt và hãy có thọp tại ấy lưu ta sầm lênในក្នុង video ឬសំឡេងតែនៅក្នុងការ live តែអត់ដែលឃើញមុខអញ្ចឹងណាបាទបងប្អូនអញ្ចឹងថ្ងៃនេះគឺមកថតឲ្យបងប្អូនមើលអញ្ចឹងនេះជាកន្លែងធ្វើការខ្ញុំនៅបុរី HM Lucky Home បាទគឺជាកន្លែងមួយដែលខ្ញុំស្រឡាញ់ជាងគេហើយខ្ញុំធ្វើការមកយូរឆ្នាំហើយបងប្អូនបាទ3 4ឆ្នាំហើយបាទគឺបងប្អូនដឹងហើយបើកន្លែងអត់ល្អបាទតកែអត់ល្អបុគ្គលិកអត់ល្អបាទក្រុមការងារអត់ល្អក៏យើងអត់អាចធ្វើការបានយូរចឹងដែរអញ្ចឹងនៅបរិយា HM Lucky Home គឺកន្លែងមួយដែលខ្ញុំស្រឡាញ់ជាងគេហើយធ្វើការមកបានយូរមែនទែនអញ្ចឹងបងប្អូនដែលធ្លាប់តែសួរថាចង់ឃើញមុខបាទឬតែសលេងនៅក្នុងការ live បាទលក់ផ្ទះហើយអត់ដែលឃើញមុខទេអញ្ចឹងនេះបងប្អូនមុខបាទមុខយ៉ាងកាចាស់ហើយបងប្អូនអរគ្នាណាបាទហើយបាទហ្នឹងក៏រៀងពេកតិចដែរបងប្អូនអរគ្នានិយាយលេងផងនិយាយមែនផងបងប្អូនអញ្ចឹងបងប្អូនសុខសប្បាយយីទេបាទទាំងបងប្អូនរស់នៅស្រុកខ្មែរបាទទាំងបងប្អូនយើងដែលគាត់រស់នៅឯនីសមុទ្របាទស្រុកក្រៅបាទគឺនៅបរិយា HM Lucky Home បងប្អូនគឺមានបងប្អូនយើងដែលគាត់រស់នៅស្រុកក្រៅហើយគាត់សម្រាកពីការងារបាទគាត់អត់ត្រេតពីការងារនៅស្រុកក្រៅហើយគាត់មករស់នៅបរិយា HM Lucky Home គឺច្រើនណាស់បងប្អូនអរគ្នាបាទព្រោះអីនៅក្នុងបរិយា HM Lucky Home គឺអភិវឌ្ឍស្រាប់បងប្អូនអត់រងចាំក្តីសម័យទេបងប្អូនមកដល់គឺបងប្អូនឃើញអភិវឌ្ឍស្រាប់តែម្ដងអញ្ចឹងនៅtrongវីដេអូខ្ញុំនឹងបង្ហាញថានៅក្នុងបរិយា HM Lucky Home ហ្នឹងការអភិវឌ្ឍស្រាប់ហ្នឹងមានអីខ្លះបាទហើយអភិវឌ្ឍហ្នឹងហើយមែនហើយនៅអញ្ចឹងណាបាទខ្ញុំនឹងបង្ហាញនៅtrongវីដេអូជូនបងប្អូនអរគ្នាហើយការងារមួយថ្ងៃគឺអត់មានអីជាច្រើនទេបងប្អូនអរគ្នាបាទងើបពីព្រឹកបាទចូលធ្វើការម៉ោង8អញ្ចឹងទៅបាទមកដល់កន្លែងការងារក៏ចាប់ផ្ដើមបាទឆែកមើល page បាទតប comment ទៅបងប្អូនយើងបាទគាត់សាកសួរហើយនឹងតម្លាក់លេខជូនទៅដល់ក្រុមការងាររបស់យើងហើយនឹងឆែករបាយការណ៍ boost បាទតិចតួចបាទចំណាយលុយអស់មកក្នុងមួយថ្ងៃអីចឹងទៅបាទចប់ការងារហ្នឹងទៅក៏call ទៅអតិថិជនបាទជំរាបដូចជាផ្ដល់ជំរាបជូនគាត់ថាឥឡូវនេះបុរីមាន promotion អីចឹងទៅបាទការងាររបស់យើងគឺមានតែប៉ុណ្្នឹងឯងបងប្អូនហើយបន្ទាប់មកក៏យើងឆែកមើលថាវីដេអូរបស់យើងដែលល្អអត់បើសិនជាអត់ល្អទេយើងនឹងធ្វើបន្ថែមទៀតចឹងទៅអញ្ចឹងការងារផ្នែកលក់ផ្នែកទីផ្សារបាទគឺអត់មានអីជាច្រើនទេបាទសម្រាប់ខ្ញុំគឺខ្ញុំសប្បាយពេញចិត្តនឹងការធ្វើបាទធ្វើវីដេអូផងលក់ផងបាទធ្វើការ live ផងបាទហើយនឹងការងារផ្សេងទៀតបាទអ្វីដែលធ្វើឲ្យក្រុមហ៊ុនគាត់សប្បាយចិត្តបាទមិនថាខ្ញុំទេគឺក្រុមការងារទាំងអស់គឺគាត់ពេញចិត្តនិងសប្បាយបាទក្នុងការធ្វើបាទការងារនៅបរិយា HM Lucky Home ព្រោះនៅនេះគឺអតិថិជនគឺរស់នៅច្រើនបាទបុគ្គលិកក៏រស់រាយបាទជាមួយនឹងអតិថិជនបាទបងប្អូនហើយអ្វីដែលសំខាន់គឺគម្រោងមានការអភិវឌ្ឍស្រាប់បាទហើយតនេបងប្អូនមិនអង្គុយមើលទូរស័ព្ទលេងមើល TikTok អីស្អីស្អាតទេអត់ទេបងប្អូនឆែកមើលថាការងាររបស់យើងហ្នឹងរាល់ថ្ងៃនេះខ្វះអីគេបាទវីដេអូរបស់យើងហ្នឹងធ្វើទៅល្អហើយនៅបើខ្វះយើងរៀនពីគេបាទមែនទេចេះហើយអត់រៀនពីគេអត់ទេបងប្អូនការរៀនសូត្រការកាត់តវីដេអូធ្វើរូបភាព design រូបភាពអីទីទួយហ្នឹងគឺមិនមែនថាយើងធ្វើល្អហើយទេបាទគឺមានចំណុចខ្លះខ្វះខាតអញ្ចឹងតតែអាប់ដេតបន្ថែមបាទធ្វើជារៀងរាល់ថ្ងៃបាទឆែកមើល Facebook បាទឆែកមើល YouTube បាទគេល្អយើងរៀនតាមគេបងប្អូនបាទបើយើងខ្វះកន្លែងណាមួយយើងត្រូវតែរៀនបាទការរៀននេះអត់មានកំណត់ថាអូចាស់ហើយរៀនអត់កើតបាទចេះប៉ុណ្ណឹងហើយមិនបាច់រៀនទៀតទេអត់ទេសម្រាប់គេផ្សេងបើសម្រាប់ខ្ញុំគឺខ្ញុំរៀនរហូតរៀនមិនចប់បងប្អូនបាទបាទទោះចាស់ហើយក៏នៅតែរៀនដែរដើម្បីអាប់ដេតបាទសមត្ថភាពរបស់យើងបាទដើម្បីជួយក្រុមការងារដូចជាជួយក្រុមហ៊ុនរបស់យើងឲ្យដើររលូនល្អទៅមុខបាទតកែគាត់សប្បាយរីករាយបាទហើយយើងក៏សប្បាយរីករាយដែរធ្វើការកន្លែងមួយដែលរីកចម្រើនទាំងក្រុមហ៊ុនហើយធ្វើឲ្យសមត្ថភាពរបស់យើងកាន់តែកើនឡើងអាហ្នឹងគឺអ្វីទាំងអស់នេះគឺខ្ញុំចង់បានបាទមិនថាខ្ញុំមិនថាបុគ្គលិកផ្សេងទេគាត់តែងតែស្វែងរកអ្វីដែលថ្មីទាំងអស់បាទអ្វីថ្មីទាំងអស់គ្នាហ្មងអញ្ចឹងណាបងប្អូនហើយអង្គុយចុចនេះបងប្អូនមិនមែនតែអង្គុយទេចេះតែចុចលេងទេបាទឆែក
បាទឆែកមើលថ្ងៃហ្នឹងប៊ូសអស់លុយប៉ុន្មានហើយបាទហើយ page របស់យើងដែលល្អអត់បាទវីដេអូរបស់យើងស្អាតអត់ខ្វះកន្លែងណាយើងកែកុនបន្ថែមទៀតអញ្ចឹងសម្រាប់វីដេអូនេះគឺផ្ញើជូនបងប្អូនដែលគាត់ធ្លាប់តែឮសលេងខ្ញុំបាទខ្ញុំបាទរាវីហ្នឹងហើយបងបាទបងប្អូនអរគ្នាមុខហ្នឹងហើយបាទអញ្ចឹងខ្ញុំបាទរាវីបម្រើការនៅក្នុងបរិយា Lucky Home បាទផ្នែកលក់ផងបាទផ្នែកជំនួយការទីផ្សាររបស់មេផងអញ្ចឹងការងារគឺយើងធ្វើទាំងអស់មិនថាធ្វើតែមុខអត់ទេដាក់មកការងារប្រហែលគឺធ្វើទាំងអស់ហើយនេះគឺជាដ្រូនសម្រាប់ថតបាទវីដេអូបាទកន្លែងលេងឧស្សាហ៍ឬក៏អាប់ដេតគម្រោងរបស់យើងបន្ថែមបងប្អូនអញ្ចឹងនៅtrongវីដេអូបងប្អូននឹងឃើញថានៅបុរីហ្នឹងមានការអភិវឌ្ឍបែបណានៅក្នុងបុរី HM Lucky Home បងប្អូនពួកបុរី HM Lucky Home គឺអភិវឌ្ឍស្អាតណាស់បងប្អូនទាំងគ្នាមានផ្សារមានសាលារៀនមានឧទ្យានមានអាងហែលទឹកមាន playground ទឹកបាទសម្រាប់កូនយើងមកលេងកម្សាន្តនៅថ្ងៃចុងសប្តាហ៍បងប្អូនបាទនៅថ្ងៃចុងសប្តាហ៍សៅរ៍អាទិត្យបងប្អូនគឺបងប្អូនយើងមកលេងច្រើនមែនតើបាទបើគិតជាឡានណារាប់រយឡានបងប្អូន200-300ឡានណាបាទចុងសប្តាហ៍សៅរ៍អាទិត្យគឺមកលេងច្រើនមែនតើព្រោះថានៅប៉ែកខាងលិចផ្លូវទំនប់កប់សៅបាទខាងលិចរាជធានីភ្នំពេញរបស់យើងគឺមានកន្លែងលេងកម្សាន្តហ្នឹងគឺមានដូចជាមួយកន្លែងពីរកន្លែងដែរទេបាទមានខាងភ្នំរាបភ្នំប្រសិទ្ធអីចឹងទៅផ្លូវ51អីចឹងទៅបងប្អូនហើយឥឡូវហ្នឹងក៏មានបុរី HM Lucky Home បាទបុរី HM Lucky Home លក់ផ្ទះផងហើយអភិវឌ្ឍទាំងឧស្សាហ៍បាននៅក្នុងបុរីទៀតអញ្ចឹងបងប្អូនយើងគាត់មកមើលផ្ទះផងបាទគាត់មកលេងមកលំហែបានទៅថ្ងៃចុងសប្តាហ៍ផងព្រោះថាដូចខ្ញុំបានជម្រាបជូនបងប្អូនអញ្ចឹងបាទគឺមានទាំងឧស្សាហ៍គាត់មកលេងបាទអាហារដ្ឋានមកញ៉ាំបាយនៅថ្ងៃត្រង់បាទឬក៏នាំកូនបាទមកលេងនៅ playground ទឹកបាទ playground គោកអីចឹងទៅបាទព្រោះធម្មតាបងប្អូននៅមួយអាទិត្យយើងមានពេលសម្រាកមួយថ្ងៃបាទបងប្អូនខ្លះក៏គាត់2ថ្ងៃអីចឹងទៅអញ្ចឹងក្នុងមួយអាទិត្យគាត់តែងតែនាំកូនបាទមកលេងមកកំសាន្តដើរលំហែមិនថាកន្លែងលំហែរមណីយដ្ឋានផ្សេងទេអញ្ចឹងបងប្អូនខ្លះក៏គាត់មកលេងមកលំហែនៅបុរី HM Lucky Home ផងដែរពួកបុរីមានទាំងឧស្សាហ៍កន្លែងជិះទូកលេងឆ្នេរខ្សាច់បាទគឺរៀបចំស្អាតមែនទែនបងប្អូននៅក្នុងបុរី HM Lucky Home ណាបងប្អូនបាទព្រោះថាតំបន់ប៉ែកខាងលិចផ្លូវកប់សៅមានតែបុរី HM Lucky Home ទេបាទធ្វើទាំងផ្ទះបាទមានសំណង់គុណភាពល្អហើយតម្លៃធូរថ្លៃហើយការអភិវឌ្ឍស្រាប់ទៀតហើយខាងនេះគឺជាផ្លូវមេបាទរបស់បុរីមានទាំងសាលារៀនអន្តរជាតិបាទផ្លូវធំបងប្អូនផ្លូវ30ម៉ែត្រហើយខាងនេះវិញគឺជាផ្សារទំនើប Lucky បាទផ្សារទំនើប Lucky Home របស់បុរីដែលបើកដំណើរការបាទស្រាប់ជារៀងរាល់ថ្ងៃផងដែរបងប្អូនបាទព្រោះថាថ្ងៃចុងសប្តាហ៍ចេះនេះបងប្អូនឃើញទេបាទឡានទៅមកគឺគាត់មកលេងបាទនៅឧទ្យានផងបាទមកមើលផ្ទះផងអញ្ចឹងបងប្អូនដែលចង់រស់នៅក្នុងបុរីដែលមានការអភិវឌ្ឍស្រាប់ផ្លូវធំបាទងាយស្រួលនឹងការធ្វើដំណើរឬក៏ដើរហាត់ប្រាណនៅពេលព្រឹកនៅពេលល្ងាចអញ្ចឹងទៅបងប្អូនអាចមកសិក្សានៅបុរី HM Lucky Home បានបងប្អូនអរគ្នាព្រោះថានៅបុរី HM Lucky Home ដូចខ្ញុំរៀបរាប់បាទគឺមានស្រាប់ហើយបងប្អូនមិនមែនរងចាំនៅក្នុងក្តីសម័យថាអូបាទមួយឆ្នាំទៀតឬក៏2ឆ្នាំទៀតបាទគម្រោងខ្ញុំរៀបចំអភិវឌ្ឍបែបនេះអភិវឌ្ឍបែបនោះអត់ទេនៅក្នុងបុរី HM Lucky Home បាទគឺមានការអភិវឌ្ឍស្រាប់ហើយខាងនេះគឺជាស្ទឹងជិះទូកលេងបាទកំសាន្តនៅក្នុងបុរីរបស់យើងតែម្ដងបងប្អូនហើយនៅខាងនេះវិញបាទគឺជាឧទ្យានធម្មជាតិរបស់បុរី HM Lucky Home ដែលអភិវឌ្ឍនៅលើផ្ទៃដីរហូតទៅដល់10 ហិកតាជាងបងប្អូនឃើញទេបាទគឺនៅថ្ងៃសៅរ៍អាទិត្យចេះគឺមានបងប្អូនមកលេងច្រើនបាទបងប្អូនឃើញទេឡានច្រើនណាស់បាទហើយនៅក្នុងឧទ្យានបងប្អូនឃើញទេនេះខ្ញុំថតពីលើដើម្បីឲ្យបងប្អូនឃើញបាទត្រួសបើបងប្អូនមកមើលជាក់ស្ដែងគឺស្អាតជាងនេះបាទស្អាតជាងនេះ10 ដងបងប្អូនព្រោះខ្ញុំថតនេះថតកាត់ទេដើម្បីឲ្យបងប្អូនបាទមើលលេងកម្សាន្តបាទនៅថ្ងៃចុងសប្តាហ៍អញ្ចឹងទេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំបានថ្ងៃនេះក៏មានតែប៉ុណ្្នឹងទេបើបងប្អូនពេញចិត្តកុំភ្លេចជួយចុចបាទមេដៃហើយនឹងរូបកណ្ដឹងដើម្បី Subscribe ឲ្យបងប្អូនម្នាក់មួយដើម្បីបងប្អូនថតនិងអាប់ដេតវីដេអូបាទបន្ថែមជូនទៅដល់បងប្អូនទាំងអស់គ្នាមើលលេងកម្សាន្តបាទពីខ្ញុំបាទរាវីសូមអរគុណនិងសូមជម្រាបលាបាទជួបគ្នានៅវីដេអូក្រោយៗបន្តទៀតបងប្អូន